អ្នកជាតិនិយមរុស្ស៊ីជំរុញឲ្យទីក្រុងមូស្គូប្រយុទ្ធនៅអ៊ុយក្រែនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងស្វែងរកដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែអ្នកជាតិនិយមបានបើកយុទ្ធនាការឲ្យ Putin វាយប្រហារទៅលើអ៊ុយក្រែននេះបើយោងតាមការផ្សាយចេញពីអង្គការ Reuters នៅថ្ងៃទី14 ខែឧសភានេះសកម្មជននៅទីក្រុងមូស្គូផ្នែកនៃតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែនដែលអ្នកគ្រប់គ្រងនៅទីក្រុងបានខឹងសម្បាប្រឆាំងនឹងការរំពឹងទុកនៃចំនួនជាប់គាំងតាមបន្ទាត់បច្ចុប្បន្នតាមរយៈការជជែកគ្នាដើម្បីឲ្យសង្គ្រាមនៅតែបន្តខណៈដែលប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបខាងលិចមួយចំនួនជំរុញឲ្យមានកិច្ចព្រមព្រៀងមួយខណៈដែលអ្នកស្នេហាជាតិមិនអាចទទួលបានដោយសារមានការញុះញង់ពីសាធារណជននិងបង្កើតការរំពឹងទុកនៃយុទ្ធនាការសមរភូមិដែលមានមហិច្ឆតាជាងនេះអ្នកស្នេហាជាតិមួយចំនួនដូចជាអ្នកសរសេរប្លុកសង្គ្រាមឬអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមមានអ្នកតាមដានជាងកន្លះលាននាក់ឬច្រើនជាងនេះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ Telegram ហើយត្រូវបានអ្នកអានយ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ីរួមទាំងចំណោមអិសរាជជនបរទេសនិងនៅអ៊ុយក្រែន